ជំរាបសួរបងប្អូនជាទីរាប់អានថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនទៅបង្ហាញអំពីរុក្ខជាតិដែលគេនិយមធ្វើជាថ្នាំពៅបាទហើយជាពិសេសគឺជនជាតិម៉ាឡេស៊ីរហូតទៅដល់រុក្ខជាតិនឹងមួយគេដាក់ឈ្មោះថាថុងកេតអាលីគឺជាឈ្មោះវិទ្យាសាស្ត្ររបស់វាហើយចំណែកឈ្មោះរបស់ខ្មែរយើងគឺគេហៅថាដើមអន្ទង់សបាទដើមអន្ទង់សហ្នឹងផ្នែកនៃការប្រើប្រាស់វាគឺជាមើមហើយជាមើមហ្នឹងហាក់បីដូចជាយិនសិនអញ្ចឹងបាទជាមើមវាមើលទៅហាក់ដូចជាយិនសិនអញ្ចឹងហើយមើមអន្ទង់សនេះផងដែរគឺគេប្រើសម្រាប់ជាថ្នាំពៅអានឹងបច្ចុប្បន្នប៉ុន្តែពីមុនគេប្រើសម្រាប់ជាថ្នាំគ្រុនចាញ់ឬក៏ជាថ្នាំរោគស្ត្រីរលាកស្បូនធ្លាក់សចំពោះមានបញ្ហាបាក់តេរីមានមេរោគដែលធ្វើឲ្យសាច់ស្បូននឹងរលាកអញ្ចឹងណាបាទអញ្ចឹងបងប្អូនមកស្គាល់ជាមួយខ្ញុំទាំងអស់គ្នាបាទខ្ញុំព្យាយាមថតឲ្យគីបន្តិចបាទនេះបងប្អូនណានេះអានេះមើមទុងសឬក៏យើងហៅថាដើមទុងសដែលគេហៅថុងកិតអាលីហ្នឹងណាស្លឹករបស់វាមួយធាងអញ្ចឹងទៅដូចហាក់បីដូចជាស្លឹកកទួតមួយធាងអញ្ចឹងដែរវាជាចម្ពោះបាក់សីគូដូចគ្នាណាបាទដើមវាហ្នឹងវាមានពណ៌សវាមានពណ៌ក្រហមអញ្ចឹងវាមានសមានក្រហមប៉ុន្តែផ្នែកនៃការប្រើប្រាស់គឺដូចគ្នាទេគឺប្រើឫសកែវរបស់វាផ្នែកនៃការប្រើសម្រាប់ជាឱសថណាបាទហ្នឹងហើយសូមបញ្ជាក់ផងដែរថារុក្ខជាតិនេះមួយនៅពេលដែលយើងប្រើត្រូវតែប្រយ័ត្នពីព្រោះវាមានអាជាតិតុកស៊ីតនៅក្នុងមើមរបស់វាជាតិពុលណានៅក្នុងមើមរបស់វាដែរអញ្ចឹងនៅពេលដែលយើងយកទៅហូបត្រូវតែចេះដកយកអាជាតិពុលរបស់វាសិនបានយកទៅហូបទៅវាអត់មានបញ្ហាដល់សុខភាពយើងបើសិនបើយើងអត់ចេះដកយកជាតិពុលវាទេផលលំបាកនៅពេលដែលយើងញ៉ាំវាទី1គឺល្វីងខ្លាំងមែនតើហើយទី2វាអាចធ្វើយើងឈឺក្បាលវាអាចធ្វើឲ្យបេះដូងយើងដើរញាប់អាហ្នឹងណាបាទហ្នឹងហើយអញ្ចឹងតើតើយើងចេះបាទយើងចេះដកយកវាឲ្យបានត្រឹមត្រូវទៅមានសុវត្ថិភាពចំពោះការប្រើប្រាស់បាទមិនមែនថាឲ្យតែឱសថបុរាណសុទ្ធតែមានសុវត្ថិភាពទេឱសថបុរាណក៏ប៉ះពាល់ដល់សុខភាពដូចគ្នាដែរប្រសិនបើយើងមិនបានចេះប្រើវាឲ្យត្រឹមត្រូវហើយយើងមិនដឹងពីរបៀបនៃការប្រើប្រាស់វាកុំឲ្យតែឮតគ្នាថាអានឹងថ្នាំពៅចេះតែដកយកទៅប្រើដោយមិនដឹងកម្រិតមិនដឹងបរិមាណមិនដឹងផ្នែកអញ្ចឹងវាអត់បានផលទេហើយវាអាចហុចទោសដល់សុខភាពយើងផងបាទអញ្ចឹងខ្ញុំអរគុណចំពោះការតាមដានរបស់បងប្អូនជាមួយនឹងខ្ញុំម្ចាស់ថ្នោត5ដើមបាទម្ចាស់ TikTok ថ្នោត5ដើមឬក៏ Facebook ថ្នោត5ដើមបាទសូមអរគុណជម្រាបលាបាយបាយ